កាលនោះមានព្រះមហាក្សត្រមួយព្រះអង្គព្រះនាមកុដរាជសោយរាជនៅនគរបញ្ចាលបុរីមានព្រះអគ្គមហេសីព្រះនាមសុមន្តាហើយមានព្រះរាជបុត្រពីរព្រះអង្គព្រះរាជបុត្រច្បងព្រះនាមសេនាកុដរាជព្រះរាជបុត្រីប្អូនព្រះនាមកែវសុមន្តាលោកព្រះមេត្តាព្រះបិតាទ្រង់ទីវង្គតទៅព្រះរាជកុមារសេនាកុដរាជក៏ត្រូវបានអភិសេកជាព្រះមហាក្សត្រឲ្យឡើងគ្រងរាជ្យជាបន្តហើយព្រះបាទសេនាកុដរាជទ្រង់ឲ្យហោរាគុណគូជាតារិស័យព្រះកែវសមន្តាជាព្រះកនិដ្ឋាឲ្យដឹងថាអនុក្សត្រីត្រូវនិរិះព្រាត់ប្រាសចេញពីព្រះនគរគ្រានោះទ្រង់បានដាក់ព្រះរាជអង្គការបញ្ជាឲ្យសេនាបតីការពារយ៉ាងម៉ឺងម៉ាត់មិនឲ្យព្រះរាជកនិដ្ឋាយាងចេញទៅទីណាឡើយក្រោយមកព្រះនាងកែវសមន្តាចូលទៅក្រាបបង្គំលាព្រះរាមចេញទៅក្រសាលឧទ្យានព្រះរាមទ្រង់ធាត់ពុំស្ដាប់ក៏ទ្រង់ជូនព្រះរាជកនិដ្ឋាទៅដោយពួកពលជាច្រើនក្នុងពេលកំពុងក្រសាលមានយក្សកំលោះមួយឈ្មោះកំភ័ន្តស្ថិតនៅប្រាសាទក្នុងព្រៃហេមពានចេញមកលេងព្រៃដែរលុះមកដល់បច្ចាលនគរយក្សកំភ័ន្តបានឃើញព្រះនាងកែវសមន្តាកំពុងក្រសាលក្នុងឧទ្យានក៏ចាប់ចិត្តស្នេហាហើយក៏ឡាខ្លួនជាមនុស្សសុទ្ធសាធចូលទៅលាយឡំជាមួយនឹងពួកបរិវារទាំងនោះហើយក៏ចាប់ព្រះនាងហោះទៅបាត់ទៅយកព្រះនាងទៅធ្វើជាភរិយានៅក្នុងប្រាសាទនាព្រៃហេមពានយក្សនិងមនុស្សក៏បានរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខថ្ងៃមួយយក្សកំភ័ន្តបានសូមអនុញ្ញាតព្រះនាងកែវសមន្តាដើម្បីទៅគាល់ព្រះនរាយណ៍ក្រាបទូលសពគ្រប់ពីរឿងដែលខ្លួនបានប្រពន្ធយ៉ាងល្អជាទីពេញចិត្តព្រះនរាយណ៍ទ្រង់ប្រទានព្រះធម៌គឺស្បៃជាចំណងដៃយក្សកំភ័ន្តក៏យកព្រះសុភ័ណ្ឌនោះមកថ្វាយព្រះនាងកែវសមន្តាជាភរិយាមិនយូរប៉ុន្មានកែវសមន្តាក៏ប្រសូតបានព្រះរាជបុត្រីមួយព្រះអង្គព្រះនាមសុពណ៌ទេវីសម័យថ្ងៃមួយសុពណ៌ទេវីធំពេញវ័យកំភ័ន្តក៏បានទៅលេងបាសការភ្នាល់នឹងស្ដេចនាគឯស្ដេចនាគដាក់នគរជាតំណាងចំណែកកំភ័ន្តដាក់រាជបុត្រីជាតំណាងយក្សកំភ័ន្តលេងចាញ់ស្ដេចនាគក៏យកព្រះនាងសុពណ៌ទេវីធ្វើជាភរិយានិយាយពីព្រះបាទសេនាកុដរាជក្រោយពេលដែលកំភ័ន្តចាប់យកព្រះអនុជទ្រង់ឲ្យរាជបរិវាររុករកព្រះអនុជកនិដ្ឋាគ្រប់ទីកន្លែងសពគ្រប់ទិសទីរកពុំឃើញសោះស្ដេចទ្រង់ព្រះវិយោគសង្វេគជាមហិមាក៏ចាកចេញពីព្រះបល្ល័ង្កចេញទៅបួសជាបព្វជិតនៅឯវត្តនៅវេលាថ្ងៃសិលមួយមានដូនចាស់ម្នាក់មានកូនស្រី7នាក់ជាអ្នកស្រុកមកពីនគរទក្រាមនាងទាំង7នាក់នោះក៏នាំគ្នាបេះផ្កាយកទៅថ្វាយព្រះពុទ្ធរូបនៅឯវត្តដែលព្រះរាជាគង់នៅព្រះរាជាទើបឃើញពួកនាងក៏មានប្រតិយចាប់ចិត្តប្រតិព័ទ្ធលុះនាងទាំង7នាក់ត្រឡប់ទៅផ្ទះវិញព្រះរាជាក៏លាចាកសិក្ខាបទហើយស្ដេចក៏យាងទៅកាន់ស្រុកនៃគ្រោទក្រាមសូមស្ដីដណ្ដឹងយកនាងទាំង7នាក់នោះអំពីយាយតាជាមេត្តាបិតាកាលបើយាយតាបានថ្វាយហើយទ្រង់ក៏នាំនាងទាំង7នាក់មកក្នុងព្រះនគរហើយអភិសេកជាព្រះមហេសីមិនយូរប៉ុន្មាននាងបងទាំង6អង្គក៏ប្រសូតបានព្រះរាជបុត្រាមួយអង្គព្រមគ្នាក្នុងថ្ងៃតែមួយបន្ទាប់ពីនោះព្រះនាងកេសរបុប្ផាជាព្រះស្នំឯកក៏ប្រសូតបានបុត្រមួយអង្គជារាជសីរីឯព្រះនាងបទុមាជាប្អូនពៅទី7ក៏ប្រសូតបានបុត្រាមួយព្រះអង្គមានព្រះហស្តម្ខាងកាន់ធ្នូសិលជ័យព្រះហស្តម្ខាងកាន់សាំងព្រោះហេតុនេះទើបថ្វាយព្រះនាមថាសង្ឃសិលជ័យ
ព្រះរាជាទ្រង់ឲ្យហោរាគុនគូមើលអំពីហេតុការណ៍ដ៏ចម្លែកនេះហោរាដោយបានសំណូមពីម្ចាស់បងទាំង6ក៏ទូលថាជាឧត្តបាតនាំមានគ្រោះចង្រៃដល់ព្រះអង្គនិងបណ្ដាប្រជានុរាស្ត្រទូទាំងនគរដោយសេចក្តីញុះញង់អំពីព្រះនាងទាំង6និងអំពីហោរាខ្លាំងពេកព្រះរាជាទ្រង់ក៏បញ្ជាឲ្យនិរទេសព្រាងបទុមាព្រះនាងកេសោបុប្ផានិងខ្សាំងសាលជ័យព្រមទាំងរាជសីចេញអំពីព្រះនគរឲ្យទៅរស់នៅក្នុងព្រៃដាច់ស្រយាលដោយសារតែបុណ្យបារមីព្រះសង្ឃសាលជ័យជាព្រះពោធិសត្វព្រះអិនបានប្រាប់ព្រះពុស្ណុកាមកនិមិត្តថ្វាយជានគរមានប្រាំងប្រាសាទមានបន្ទាយហុំព័ទ្ធជុំវិញមានសួនច្បារមានទាំងប្រដាប់ប្រដាសពគ្រប់ហើយសន្មតថាពិស្ណុនគរព្រះសង្ឃសាលជ័យក៏គង់នៅជាសុខសាន្តជាមួយព្រះមេដាទាំងពីរអង្គនោះទៅថ្ងៃក្រោយមកពួកម្ចាស់បងទាំង6បានដឹងអំពីហេតុការណ៍នេះតាមរយៈព្រានព្រៃក៏ធ្វើឧបាយកលជាច្រើនយ៉ាងមាននំចំណីដាក់ថ្នាំបំពុលជាដើមប្រើឲ្យបុត្រទាំង6អង្គយកទៅថ្វាយព្រះសង្ឃសាលជ័យតែព្រះអង្គមិនសោយឡើយថ្ងៃក្រោយមកទៀតនាងទាំង6ក៏នាំគ្នាទូលព្រះបាទសេនាកុត្តរាជសូមឲ្យបុត្រខ្លួនឡើងគ្រងរាជជំនួសព្រះអង្គព្រះរាជាទ្រង់មានព្រះបន្ទូលថាបើបុត្រចង់សោយរាជលុះត្រាតែបុត្រទៅរកសត្វបាក់សាមរគានិងមច្ឆាពីព្រៃហេមពានឲ្យបិតាសិនទើបបុត្រសោយរាជបានកុមារទាំង6ក៏បានយាងទៅជួបព្រះសង្ឃសាលជ័យឲ្យទ្រង់ថ្លែងសូរកើតជាសត្វបាក់សមរគានិងមច្ឆាយកមកថ្វាយព្រះបិតាបិតាទតឃើញស្គាល់ថាជាមហិទ្ធិឫទ្ធិរបស់ព្រះសង្ឃសាលជ័យក៏ហីទៅបន្ទាប់មកកុមារទាំង6អង្គនោះក៏ទូលសូមរាជពីព្រះបិតាទៀតទ្រង់មានបន្ទូលថាលុះត្រាតែបុត្រទៅរកព្រះនាងកៅសមន្តាជាព្រះមាតុច្ឆាគឺម្ដាយមីងបានមកសិនទើបយើងប្រគល់រាជឲ្យទៅបុត្រព្រះរាជបុត្រទាំង6អង្គក៏ប្រាប់សង្ឃសាលជ័យព្រះសង្ឃសាលជ័យក៏លីព្រះមេដាជិះរាជសីទៅជាមួយនឹងម្ចាស់បងទាំង6នាក់ដោយសង្ឃជាអ្នកនាំមុខទីណាពុំមានផ្លូវសង្ឃក៏ជប់ធ្វើជាផ្លូវថ្វាយស្ដេចទាំងអស់យាងទៅដោយស្រួលព្រះសង្ឃសាលជ័យឲ្យម្ចាស់បងទាំង6នាក់នៅចាំត្រង់ស្ទឹងធំមួយហើយស្ដេចយាងឆ្លងស្ទឹងទៅជាមួយរាជសីនិងសង្ឃហើយបានផ្សងបារមីថាបើព្រះមាតុច្ឆានៅទីណាសូមឲ្យសង្ឃនាំទៅកាន់ទីនោះក្នុងព្រះដំណើរកាត់ព្រៃភ្នំនោះទោះជាទីណាមានសត្វសាហាវយក្សកំណាចព្រាយបិសាចមកយាយីយ៉ាងណាក៏សង្ឃនិងរាជសីបោទង្គិចឲ្យខ្ទេចខ្ទីយកជ័យជំនះបានដែរការព្រះសង្ឃសាលជ័យទឹកចិត្តដល់កុម្ភាន់ក៏ចេញទៅព្រៃបាត់ទុកព្រះនាងកៅសមន្តានៅក្នុងប្រាសាទព្រះសង្ឃសាលជ័យទ្រង់ហោះទៅដល់ប្រាសាទនោះបានជ្រាបដំណឹងថានេះគឺជាប្រាសាទរបស់យក្សកុម្ភាន់ដែលចាប់ព្រះនាងកៅសមន្តាមកគង់នៅទីនេះទ្រង់ក៏ឈរក្បែរប្រាសាទស្រែកហៅក៏បានជួបព្រះមាតុច្ឆាពិតមែនព្រះនាងសាកសួរពីព្រះរាជកុមារព្រះរាជកុមារក៏ទូលពីប្រវត្តិដោយសពគ្រប់ប្រាប់ព្រះមាតុច្ឆាពេលនោះដោយបុណ្យបារមីព្រះសង្ឃសាលជ័យបណ្ដាលឲ្យយក្សកុម្ភាន់ជិះក្បាលដើរដួលជ្រុលជ្រោកនៅក្នុងព្រៃខំត្រដរត្រឡប់មកកាន់ប្រាសាទវិញក៏ដេកលុកទៅហើយព្រះសង្ឃសាលជ័យក៏នាំព្រះមាតុច្ឆាចេញពីប្រាសាទលុះទៅដល់ពាក់កណ្ដាលផ្លូវទ្រង់ក៏ទុកព្រះនាងក្នុងគុហាកែវមួយហើយទ្រង់វិលទៅសម្លាប់យក្សកុម្ភាន់វិញលុះសម្លាប់យក្សបានហើយទ្រង់ក៏ត្រឡប់មករកព្រះមាតុច្ឆាវិញក្រោយមកយក្សកុម្ភាន់កើតឡើងទៀតហើយនាំពុកពួលច្រើនអនេកមកច្បាំងជាច្រើនលើកច្រើនសារ
ព្រះសង្ឃសាលជ័យក៏ច្បាំងឈ្នះហើយសម្លាប់យក្សកំផាន់ព្រមទាំងពួកពលទាំងអស់វេលាកំផាន់ស្លាប់លើក្រោយបំផុតព្រះសង្ឃសាលជ័យឃើញព្រះមាតុច្ឆាសោកនឹងព្រះស្វាមីពេកក៏ទ្រង់ថ្លែងសូរឲ្យកើតជាប្រាសាទកែវបញ្ចុះសពកំផាន់នៅទីនោះហើយសូមខមាទោសកុំឲ្យមានពៀនគ្នាតទៅទៀតការព្រះសង្ឃសាលជ័យទទួលបានជ័យជំនះហើយទ្រង់មានបំណងនាំព្រះមាតុច្ឆាទៅតែព្រះមាតុច្ឆាទូលថាសូមម្ចាស់ក្មួយទៅយកបុត្រីសុពណ៌ទេវីនៅឯពិភពនាគមកសិនព្រះរាជកុមារក៏ទ្រង់ទុកព្រះនាងកៅសមន្តានៅប្រាង្គប្រាសាទដែលមានដើមកលបៈព្រឹកអាចផ្ដល់នូវចំណីអាហារគ្រប់យ៉ាងតាមប្រាថ្នាហើយទ្រង់លាព្រះមាតុច្ឆាចេញទៅតែមុននឹងយាងទៅទ្រង់យកសាងមកផ្សងថាបើសុពណ៌ទេវីនៅទីណាសូមឲ្យសាងតម្រង់ទៅទីនោះផងហើយទ្រង់គង់លើសាំងចេញទៅលុះស្ដេចជិះទៅដល់ពិភពនេះទ្រង់ច្បាំងដណ្ដើមយកព្រះអនុជក្សត្រីមកថ្វាយព្រះមាតុច្ឆាហើយវិលមកជួបស្ដេចទាំង6អង្គស្ដេចទាំង6អង្គក៏នាំសង្ឃសាលជ័យទៅបេះផ្កានៅលើកំពូលភ្នំហើយល្បួងឲ្យទុករាជសីទុកសាំងនិងទុកធ្នូមួយកន្លែងទើបព្រួតគ្នាច្រានព្រះសង្ឃសាលជ័យទម្លាក់ក្នុងជ្រោះភ្នំលើកថ្មសន្ធប់រួចមកទូលព្រះនាងកៅសមន្តាថាសង្ឃសាលជ័យធ្លាក់ឈ្មោះស្លាប់បាត់ទៅហើយព្រះកៅសមន្តានិងបុត្រីសុពណ៌ទេវីទ្រង់ព្រះកន្សែងសោករត់រកគ្រប់ច្រកល្ហកពុំឃើញសោះហើយព្រះនាងទ្រង់យកព្រះសុភ័ក្រដែលបានពីព្រះនរាយណ៍ព្រះនាងសុពណ៌ទេវីទ្រង់យកព្រះស្នៀតព្រះកេសាដែលបានពីកំភ័ណ្ឌជាបិតាមកផ្សងនឹងទេវតាថាបើព្រះសង្ឃសាលជ័យនៅរស់សូមឲ្យគេយកស្បៃនិងស្នៀតសក់នេះឲ្យដល់ខ្ញុំម្ចាស់ផងបើស្លាប់មែនសូមឲ្យបាត់ស្ងាត់ទៅចុះព្រះនាងក៏ត្រឡប់មកកាន់កន្លែងដើមវិញស្រាប់តែស្ដេចពាលទាំង6ចូលមកចាប់ព្រះហស្ថព្រះនាងទាំង2អង្គបង្ខំនាំយកទៅព្រះនគរឯរាជសីវិលមកវិញមិនឃើញព្រះសង្ឃសាលជ័យក៏ហោះរកសពទីហើយខាំប្រខាន់នាំសាងហោះទៅកាន់ព្រះពិស្ណុនគរការព្រះនាងកេសោបតុមានិងកេសោបុប្ផាសាកសួររាជសីក៏ទូលតាមដំណើរសពគ្រប់ហើយព្រះនាងទាំងពីរឡើងគង់លើរាជសីទៅរកព្រះរាជបុត្រនៅជ្រលងភ្នំវេលានោះហេតុតែបារមីព្រះរាជបុត្រក៏ក្តៅក្រហាយទៅដល់ព្រះឥន្ទទ្រង់ហោះមកបើកថ្មដែលស្ដេចពាលសន្ធប់មាត់ជ្រោះនោះលុះទៅស្រង់យកព្រះអង្គមកស្រោចស្រពដោយទឹកគន្ធវេរីព្រះអង្គសង្ឃសាលជ័យក៏ល្អលើសមុនហើយទ្រង់នាំព្រះអង្គដាក់ដល់ពិស្ណុនគរជួបជុំមេតាទាំង2អង្គដោយសិរីសួស្តីនិយាយពីស្ដេចពាលទាំង6នោះវិញការដែលនាំព្រះនាងកៅសមន្តានិងសុពណ៌ទេវីទៅកាន់បញ្ចាលនគរហើយបានបង្ខំឲ្យព្រះនាងទូលព្រះបាទសេនាកតរាជថាខ្លួនទាំង6អង្គនេះជាអ្នកទៅចម្បាំងជាមួយយក្សនិងនាគទើបអាចនាំទ្រង់មកបានលុះព្រះនាងកៅសមន្តាទៅដល់ព្រះនគរព្រះនាងបែរជាទូលថាព្រះសង្ឃសាលជ័យជាអ្នកសង្គ្រោះខ្ញុំម្ចាស់និងបុត្រីឲ្យរួចផុតពីយក្សកំផាន់និងស្ដេចនាគឯស្ដេចពាលទាំង6ទូលថាសូមព្រះបិតាកុំជឿទ្រង់អីព្រះនាងឈួតហើយព្រោះទ្រង់រលឹកស្វាមីខ្លាំងពេកទើបពងវែងវង្វាន់បែបនេះពួកយើងទេដែលទៅរំដោះទ្រង់បានមកព្រះជាត្រាស់ថាបើនិយាយខុសគ្នាយ៉ាងនេះត្រូវផ្អាកស្នងរាជមួយរយៈសិនគ្រានោះព្រះបាទសេនាកតរាជធ្វើមង្គលចងដៃក្សត្រីទាំង2ព្រះអង្គស្រាប់តែឃើញនាយសំពៅដែលរើសព្រះសុភ័ក្រនិងស្នៀតសក់យកទៅថ្វាយក្សត្រីទាំង2ព្រះអង្គព្រះនាងកែវសមន្តាទតឃើញក៏ស្គាល់ជាក់ទើបទូលព្រះរាជាអំពីព្រះនាងបានផ្សងព្រះរាជាទ្រង់ព្រះសម្ដាប់ហើយក៏ឲ្យព្រះនាងទាំង2អង្គគង់នៅលើប្រាសាទមួយជាទីសប្បាយទ
ទោះជាបានគង់នៅក្នុងទីប្រាសាទយ៉ាងល្អឯកយ៉ាងណាក៏ព្រះនាងពុំបាត់សោយសោកដែរឯស្ដេចពាលទាំង6ទូលព្រះរាជាថាព្រះមាតុច្ឆាយំសោករកយៈកំភ័ន្តជាស្វាមីឡើងឈួតទៅហើយសូមព្រះបិតារកមេមត់មកលៀងបបកប្រលឹងទើបជាក្រាបទូលព្រះរាជាឲ្យរកមេមត់មកបញ្ជាន់ទីជំងឺព្រះនាងកាលមេមត់ចូលទៅចងព្រះហស្ថទ្រង់ព្រះនាងមានសវណ្ណន័យថាអញគ្មានឈឺអីទេមកចងដៃអញធ្វើអ្វីមេមត់ចេះតែខំចងព្រះនាងក៏ធាក់មេមត់ដួលផ្កាប់ផ្ងាព្រះរាជាទ្រង់ខ្ញាល់ក៏ឲ្យគេសងសំណាក់សម្រាប់ឲ្យព្រះនាងគង់នៅក្រៅវាំងថ្ងៃមួយព្រះរាជាទ្រង់យាងទៅកាន់ចុងព្រះរាជរោងពួករាជសេនាអាមាត្យកំពុងចូលគាល់ត្រៀបត្រាស្រាប់តែមានជីងចក់មួយធ្លាក់មកពីលើចំព្រះរូផ្លូវព្រះអង្គទ្រង់ក៏ឲ្យហោរាមកទាយហោរាទូលថាទ្រង់នឹងបានជួបព្រះរាជបុត្រមានមហិទ្ធិឫទ្ធិលើស្ដេចក្នុងចម្ពោះទ្វីបស្ដេចមានបន្ទូលសួរព្រះនាងកែវសមន្តារកទីកន្លែងព្រះសង្ឃសាលជ័យគង់នៅលុះទ្រង់ជ្រាបសពគ្រប់ហើយក៏បង្គាប់ឲ្យព្រះនាងកែវសមន្តាទៅជួបព្រះរាជបុត្រមុនទើបព្រះអង្គយាងទៅតាមក្រោយលុះបានជួបជុំទាំង5អង្គហើយព្រះរាជាទ្រង់នាំសង្ឃសាលជ័យព្រមទាំងព្រះនាងកេសោបទុមាកេសោបុប្ផាចេញចាកពីពិស្ណុនគរមកគង់នៅបញ្ចាលនគរវិញការស្ដេចទៅដល់ព្រះនគរទ្រង់អភិសេកសង្ឃសាលជ័យនិងព្រះនាងសុពណ៌ទេវីជាអគ្គមហេសីព្រមទាំងព្រះនាងសុអមច្ចនាព្រះជាបុត្រីស្ដេចនគរដតីជាមហេសីដោយមករៀបចំពិធីយ៉ាងឱឡារិកអស់រយៈពេល7ថ្ងៃ7យប់តាមព្រះរាជប្រពៃណីរួចពីនោះព្រះបាទសេនាកុត្តរាជទ្រង់ហៅស្ដេចពាលទាំង6មកសួរដេញដោលអំពីរឿងដែលស្ដេចទាំងនោះអួតថាខ្លួនទៅយកព្រះនាងកែវសមន្តាពីយៈកំភ័ន្តនិងព្រះនាងសុពណ៌ទេវីពីស្ដេចនាងទីបំផុតព្រះសង្ឃសាលជ័យសូមសម្ដែងឫទ្ធិចំពោះព្រះភ័ក្ត្រព្រះរាជាស្ដេចពាលទាំង6ក៏បាក់បបខ្លោបខ្លាចចោះចាញ់ព្រះរាជាទ្រង់ខ្ញាល់យ៉ាងខ្លាំងក៏ប្រែឲ្យពេជ្ឈឃាតចាប់មេដាតទាំងបុត្រ12នាក់ទៅសម្លាប់តែដោយសារតែចាស់ដូនចាស់មកសុំទោសទ្រង់ក៏អត់ទោសឲ្យគ្រាន់តែឲ្យចុះចេញពីប្រាសាទផ្លាស់ទៅជារាជសាមញ្ញកំព្រាអនាថាក្រោយពីទ្រង់កំសត់កំរច្រើនដងច្រើនគ្រាមកព្រះសង្ឃសាលជ័យទ្រង់ក៏សោយរាជប្រកបទៅដោយទុសពិតរាជធម៌មានសេចក្តីសុខក្សេមក្សាន្តព្រះនាងសុពណ៌ទេវីមានព្រះរាជបុត្រាមួយព្រះអង្គព្រះនាមវិជ័យរាជកុមារព្រះនាងសុអមច្ចនាមានបុត្រីមួយព្រះអង្គព្រះនាមសិលរតទេវីលុះអំឡុងក្រោយមកព្រះសេនាកុត្តរាជជាបិតាព្រមទាំងព្រះនាងជាព្រះមាតាទ្រង់ក៏ទីវង្គតព្រះវិលីល័យទៅព្រះសង្ឃសាលជ័យទ្រង់ចាត់ការបូជាព្រះបរមសពដោយពិធីបុណ្យដ៏ឱឡារិកតាមព្រះរាជប្រពៃណីចំណែកកាលក្រោយមកព្រះសង្ឃសាលជ័យទ្រង់អភិសេកព្រះវិជ័យកុមារនិងព្រះនាងសិលរតទេវីឲ្យឡើងសោយរាជស្នងព្រះអង្គជាបរមសុខតទៅចប់សូមជួយចុច Subscribe ដើម្បីទទួលបាននៅរឿងថ្មីៗ